ជាក់ស្ដែងអ្នកសិក្សាសន្សំបានទ្រព្យសម្បត្តិជាចំណេះដឹងដែលមិនរីកស្គួតសម្រាប់មួយជីវិតដែលអាចយកទៅប្រើប្រាស់សម្រាប់អភិវឌ្ឍខ្លួនឯងនិងក្រុមគ្រួសារក្រោមរូបភាពជាការងារការវិនិយោគនិងសហគ្រិនភាពជាមួយគ្នានេះការអប់រំបង្កើតឲ្យមានផលប្រយោជន៍សម្រាប់សង្គមជាតិជាច្រើនភស្តុតាងជាអន្តរជាតិបង្ហាញថាប្រជាជនដែលមានការអប់រំខ្ពស់មានសុខភាពល្អមានសីលធម៌មានសុភមង្គលក្នុងគ្រួសារនិងជាទ្រព្យសកម្មនិងមិនមែនជាបន្ទុករបស់ជាតិនៅក្នុងន័យនេះរាជរដ្ឋាភិបាលបាននឹងកំពុងវិភាគថវិកាយ៉ាងច្រើនសម្រាប់ការកសាងមូលដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធអប់រំដែលមានជាអាចគ្រឹះស្ថានឧត្តមសិក្សាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេសសាលារៀនបណ្ណាល័យជាដើមជាលទ្ធផលគ្រឹះស្ថានបណ្ដុះបណ្ដាលធនធានមនុស្សទាំងរដ្ឋនិងឯកជនបាននឹងកំពុងរីកលូតលាស់ឆាប់រហ័សហើយគុណភាពនៃការអប់រំបណ្ដុះបណ្ដាលក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៅចំនួនសិស្សនិស្សិតកម្ពុជាចូលរួមនិងទទួលបានជ័យលាភីនៅក្នុងការប្រកួតប្រជែងសមត្ថភាពលើមុខជំនាញវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្មនិងគណិតវិទ្យាទាំងនៅកម្រិតតំបន់និងអន្តរជាតិលើសពីនេះរាជរដ្ឋាភិបាលទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់គ្រូបង្រៀនគ្រប់លំដាប់ថ្នាក់នៅក្នុងការកសាងនិងការវិវត្តចំណេះដឹងជំនាញនិងផ្នត់គំនិតដល់សិស្សនិងនិស្សិតកម្ពុជារាជរដ្ឋាភិបាលមានគោលដៅពង្រឹងមូលដ្ឋានគ្រឹះអប់រំក្នុងសង្គមជាតិដោយបង្កលក្ខណៈងាយស្រួលដល់យុវជនកម្ពុជាក្នុងការចូលរួមយ៉ាងសកម្មនិងស្មារតីនៅក្នុងសកម្មភាពសង្គមនិងសេដ្ឋកិច្ចដោយឈរលើមូលដ្ឋាននៃសមត្ថភាពទេពកោសល្យនិងសីលធម៌វិជ្ជាជីវៈ